តម្រុយបាល់3គូដែល admin យកមកវិភាគហើយនឹងគិតថាគ្រប់បែបយ៉ាងវានឹងទៅតាមការវិភាគរបស់ admin សម្រាប់គូទី1រវាង Manchester United និងបើកកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវគឺញញួរធំ West Ham United ដោយដែលបងប្អូនបានដឹងហើយថាបច្ចុប្បន្ននេះ Manchester United មិនសូវជាធ្វើបានល្អហើយក៏មិនអាក្រក់ពេកដែរក៏ប៉ុន្តែអ្វីដែលប្លែកនោះគឺ West Ham United ដោយបច្ចុប្បន្ន West Ham United កំពុងស្ថិតនៅលេខរៀងទី17គឺមិនទាន់សុវត្ថិភាពទេនៅក្នុងការឈរនៅក្នុងកៅអីនៅ Premier League ដូច្នេះសម្រាប់គូទាំងពីរគឺត្រូវការជ័យជំនះសម្រាប់ Manchester United បើក្នុងការប្រកួតនេះឈ្នះអាចនឹងរំកិលទៅកាន់ Top 5 ក៏ដូចជា Top 4 នៅ Premier League អញ្ចឹងបើសួរថាសម្រាប់គូនេះ admin ស្រឡាញ់ក្រុមមួយណា admin ចង់ណែនាំបងប្អូនថា admin ស្រឡាញ់ Manchester United នៅក្នុងទឹកដី Old Trafford ចំណែកគូទី2 admin សូមជឿរើសនៅក្នុង Copa Italy រវាង Bologna និងបើកកីឡដ្ឋានធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវគឺ Parma Calcio សម្រាប់ក្រុម Bologna បច្ចុប្បន្នគឺល្អណាស់បើរាប់តែនៅ Serie A អ៊ីតាលីវិញគឺនៅលេខរៀងទី6ហើយចំណែកឯ Parma វិញបច្ចុប្បន្នក៏នៅបាតតារាងដែរគឺលេខ17មិនទាន់សុវត្ថិភាពនៅក្នុងការចូល Serie A អ៊ីតាលីទេហើយចំណែកលទ្ធផលនេះពេលកន្លងមកវាច្រើនគឺ Bologna ល្អជាងឆ្ងាយដូច្នេះហើយសួរថាគូនេះ admin គិតថាក្រុមណាជាអ្នកឈ្នះ admin ជឿថាគូនេះ Bologna អាចនឹងឈ្នះទៅលើក្រុមភ្ញៀវ Parma Calcio ដោយលទ្ធផល2-0ចំណែកឯគូទី3 admin សូមជឿរើសនៅក្នុងពានរង្វាន់ Portugal រវាង FC Porto ជួបជាមួយនឹង Vitória Guimarães សម្រាប់ក្រុមទាំងពីរគឺកំពុងតែប្រកួតសុទ្ធស្វែងនាពេលកន្លងមកក្នុងការជួបគ្នានឹងពីច្រើន Porto ឈ្នះជាងនេះនិយាយទៅហើយបើមើលនៅក្នុងតារាងចំណាត់ថ្នាក់ Premier Liga គឺរវាង Porto គឺល្អជាងក្រុមភ្ញៀវ Vitória Guimarães ណា Vitória Guimarães បច្ចុប្បន្នដូចនៅលេខរៀងទី11បើតាម admin ចាំណាក៏ប៉ុន្តែសម្រាប់ Porto វិញកំពុងតែក្តោបក្តាប់តារាងPortugal Premier Liga យ៉ាងណែនមិនអោយក្រុមដូចជាSporting Lisbon ឬក៏ Benfica ធ្វើការប្រជែងបានទេហើយសម្រាប់ពាននៅក្នុង Portugal នេះក៏ជាពានមួយដ៏ចំណាស់ហើយក៏ជាពានមួយដ៏សំខាន់ដែរសម្រាប់ក្រុមនៅក្នុង Portugal ដូច្នេះសម្រាប់ក្រុមទាំងពីរបងប្អូនសួរថា admin ស្រឡាញ់ក្រុមណា admin នៅតែឲ្យពាក្យដដែល admin នៅតែស្រឡាញ់ក្រុមម្ចាស់ផ្ទះដូច្នេះ3គូថ្ងៃនេះ admin គិតថានឹងស្រឡាញ់ក្រុមម្ចាស់ផ្ទះទាំង3សម្រាប់ Manchester United admin គិតថានឹងយកឈ្នះលើ West Ham United 2-0 ឬក៏3-0ចំណែកឯក្រុម Bologna admin ក៏ជឿជាក់ថានឹងឈ្នះ Parma Calcio បើមិន2-0ក៏3-0ដូចគ្នាចំណែកឯក្រុម FC Porto admin ក៏សូមយកលទ្ធផល3-0ការដែលជួបគ្នានៅក្នុងការប្រកួតចុងក្រោយអញ្ចឹងបើបងប្អូនចង់តាមអាចតាមបានសម្រាប់3គូនេះតែបើថាបងប្អូនចង់បានច្រើនជាងនេះអាច join ក្រុម AKFC Sportive គូវិភាគច្បាស់ៗពី admin និង teamwork សូមអរគុណសូមជម្រាបលាអ្នកនរគ្នា